សួស្តីអ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់ Overlord ភាគនេះគឺយើងមកតសាច់រឿងរបស់យើងនៅភាគទី8ដើម្បីកុំឲ្យតបែកច្រើនតោះយើងចូលសាច់រឿងរបស់យើងបានចាប់ផ្ដើមដោយខៃជីតប្រកួតជាមួយនឹងណាបេដោយខៃជីតក៏បាននិយាយថាអីនឹងគឺជាស្រីឈួតដែលចេះប្រើយុទ្ធសាស្ត្រកម្រិតទី3នោះណាបេក៏បានឆ្លើយថាឈួតអាចារ្យមនុស្សឯងនឹងហ៊ានហៅយើងថាឈួតយើងមិនខុសមែនដែលហៅមនុស្សឈួតបែបហ្នឹងក្រៃឯងគឺជាអ្នកចង់បំផ្លាញផែនការរបស់យើងហើយឯងជាអ្នកលោតចូលទឹកដីស្លាប់មួយនៃខ្លួនឯងនេះទៅដោយមិនដឹងថាកម្លាំងនៃភាពខ្លាំងក្លាវាយ៉ាងម៉េចឥឡូវបើកភ្នែករបស់ឯងមើលត្បូងដ៏កំពូលនេះទៅបន្ទាប់មកណាបេក៏បាននឹកឃើញទៅដល់ម៉ងហ្គាគាត់ប្រាប់ថាប្រយ័ត្នខ្លួននៅខាងលើផងគ្រាន់តែនឹកឃើញចាប់គឺក៏បានឃើញសត្វនាគនៅខាងលើគាត់ហើយសត្វនាគនោះផងដែរគឺជាក្រុងឆ្អឹងសុទ្ធសត្វនាគនោះគឺបានធ្វើការវាយប្រហារយកតែម្ដងក៏ប៉ុន្តែណាបេរបស់យើងគឺគាត់កិច្ចតន់ហើយសត្វនាគនោះក៏បានហោះទៅជិតខៃជីតទៅខៃជីតគាត់ក៏បាននិយាយថានាគឆ្អឹងមួយនេះគឺវាធន់ខ្លាំងជាមួយនឹងយុទ្ធសាស្ត្រគ្មានយុទ្ធសាស្ត្រណាមួយដែលអាចកំទេចវាបាននោះទេទោះបីជាអ្នកប្រើយុទ្ធសាស្ត្រនោះខ្លាំងប៉ុណ្ណាក៏ដោយក៏មិនមែនជាដៃគូរបស់វាដែរណាបេគាត់ក៏តបទៅវិញថាឈិសបើអញ្ចឹងមែនយើងនឹងវាយវាតទៅងាប់នៅកន្លែងវាយគ្នាគឺខ្ញុំចង់ដែរអ្នកគ្នាមើលមែនក៏ប៉ុន្តែកាលខ្ញុំយឺតវីដេអូហ្នឹងក៏ដោយសារនៅពេលដែលខ្ញុំកាត់ហើយផុសទៅវាជាប់ copyright អញ្ចឹងហើយខ្ញុំអង្គុយកាត់6 7ដងតម្រាំតាមបានតែចុងក្រោយនៅតែជាប់ copyright ដែរអញ្ចឹងតែខ្ញុំគ្រាន់តែសម្ដែងអ្នកគ្នាមើលតែម្ដងទៅតើឯងគឺជាណាឯងជាកម្រិត Mythil ទេឬក៏ជាកម្រិតអ្នកផ្សងព្រេង Orichacum កន្លែងហ្នឹងគឺងាយស្រួលយល់ទេតែឯងក្បាល Mythic ឬមួយក៏ Mythic Glory ឬមួយក៏ Immortal ចឹងទៅហើយពិតជាសមជាសត្វមែនគ្រាន់តែប៉ុណ្ណឹងគឺអាចធ្វើឲ្យឯងញ័រខ្លួនបាត់ទៅហើយអញនឹងសម្រាប់ឯងចោលបន្ទាប់មកខៃជាតិគាត់ក៏បានជួបយុទ្ធសិលដាក់ជំនួយឲ្យនាគឆ្អឹងរបស់គាត់ទី1គឺជាកាំរស្មីធម្មពលអវិជ្ជមានបន្ទាប់មកគាត់ក៏បានដាក់ការពារមានដូចជាពង្រឹងអាវក្រោះបញ្ចុះកម្លាំងរបងរបាំងនិងអណ្ដាតភ្លើងស្លាប់ណាបេគាត់ក៏បានដាក់ដូចគ្នាពង្រឹងអាវក្រោះរបងរបាំងនិងការពារធម្មពលអវិជ្ជមានបន្ទាប់មកគាត់ក៏បានហក់ចូលទៅវាយម្ដងទៀតនាគក៏បានវាយត្រូវគាត់ក៏ដោយសារតែមានការពារធម្មពលអវិជ្ជមានគាត់ក៏មានត្រូវអីទៅចុះមកដល់ដីវិញខៃជាតិក៏បានប្រើអាស៊ីតទៅបាញ់គាត់តែជាដល់ណាបេក៏មានការពារយុទ្ធសិលដែរខៃជាតិគាត់ក៏បាននិយាយថាការពារយុទ្ធសិលគួរឲ្យតឹងទ្រូងមែនណាបេក៏បាញ់ផ្ទះទៅមកគ្រាប់ហើយនាគឆ្អឹងក៏បានយកជើងមកការពារខៃជាតិណាបេក៏បាននិយាយថាយើងទេដែលគួរឲ្យតឹងទ្រូងអាតកៅមិនបានឯងមិនឈប់ពួននៅក្រោយនឹងហើយចេញមកវាយហ្មងទៅខៃជាតិគាត់ក៏អស់ជំរឹះហើយគាត់ក៏បានប្រើត្បូងនៃសេចក្តីស្លាប់ម្ដងទៀតយកភ្នែកឯងមើលចុះនេះគឺជាធម្មពលរបស់ត្បូងនៃសេចក្តីស្លាប់គ្រាន់តែនិយាយចាប់ដីក៏បានប្រេះហើយដូចជាមានអីផុសចេញពីដីកន្លែងនឹងចឹងបន្ទាប់មកនាគឆ្អឹងមួយក្បាលទៀតក៏បានកើតឡើងហើយត្បូងនៃសេចក្តីស្លាប់របស់ខែជាតិហ្នឹងក៏បានអស់ធម្មពលទៅខែជាតិគាត់ក៏ថាមិនអីទេឲ្យតែសម្រាប់ឯងហើយគុំតិចទីក្រុងមួយនេះហើយគឺយើងនឹងទទួលបានធម្មពលជាច្រើនទៀតបន្ទាប់មកមិនរងចាំយូរណាបេក៏បានរត់ចូលទៅនាគទាំងពីរហ្នឹងទៅការវាយហ្នឹងគឺរៀងពិបាកសម្រាប់គាត់ក៏ដោយសារតែគាត់នៅក្នុងខ្លួនប្រាណហ្នឹងគឺគាត់អាចធ្វើអ្វីច្រើនបាននោះទេខែជាតិបន្ទាប់ពីឃើញនាគរបស់គាត់បានវាយទៅលើណាបេហើយគាត់ក៏សប្បាយចិត្តក៏ប៉ុន្តែដើម្បីគាត់មិនដឹងហ្នឹងកម្លាំងណាបេក៏មិនខ្សោយណាស់ណាដែរណាបេក៏បានរុញនាគហ្នឹងមកក្រោយវិញទៅខែជាតិក៏បានសួរថាតែឯងជាណាហេតុអីបានជាឯងមានកម្លាំងខ្លាំងយ៉ាងនេះដោយមិនចាំបាច់ប្រើក្បាច់គុណណាបេក៏បានប្រាប់ថាគាត់បានបង្កើតឡើងដោយបុរសកំពូលដែលខ្លាំងជាងទេវតាទៅទៀតច្បាស់ណាស់ខែជាតិគឺគាត់មិនជឿទេគាត់បែរជាគិតថាណាបេកំពុងតែឌឺគាត់វិញណាបេក៏បាននិយាយថាអាសត្វថោកទាបឯនេះទោះឮការពិតហើយក៏មិនយល់ថាជាការពិតដែរក៏លេចមកមើលមននឹង Clementina វិញ Clementina ក៏បានសួរទៅកាន់មនថាម៉េចហត់អីមែនបន្ទាប់មកគាត់ក៏បានសរសើរមនយើងថាប្រកាសណាស់កម្លាំងឯងគឺមានច្រើនខ្លាំងហើយឯងក៏បានប្រើវាច្រើនផងដែរប៉ុន្តែឯងដឹងអត់ឯងនេះឈួតមែនឯងគ្រាន់តែជាមួយអត់ខួរដែលកវីដាវទៅវិញទៅមកហ្នឹងរបៀបថាម៉ងការយើងគឺគាត់ជាអ្នកប្រើយុទ្ធសិលមិនមែនជាអ្នកប្រើដាវទេចឹងនៅពេលដែលវាយដាវគាត់គ្រាន់តែកវីដាវទៅវិញទៅមកឲ្យតែគេមើលណាគាត់ចេះក្បាច់ដាវប៉ុណ្ណឹងចឹងទៅគេបាន Clementina គាត់ក៏និយាយចឹងទៅតែឯងមានដឹងថាឯងកំពុងតែធ្វើឲ្យអ្នកចម្បាំងផ្សេងទៀតគេអាម៉ាស់មុខអត់ម៉ងការគាត់ក៏បានតទៅថាបើអញ្ចឹងចូលមកវាយមកចឹងវាយគ្នាមួយថ្ងៃឯងគ្រាន់តែកិច្ចហើយនឹងម៉ាសាយើងណាក្រៃមុននឹងឯងជឿជាក់ថាឯងអាចកម្ចាត់អ្នកចម្បាំងគ្រប់រូបបានណាឥឡូវភាពជឿជាក់ទាំងអស់ហ្នឹងបាត់ទៅណាអស់ហើយ Clementina បន្ទាប់ពីលើចឹងហើយគាត់ក៏បានខឹងរកដកដាវនឹងចូលទៅវាយទៀតហើយជាដាននេះនាគពីរក្បាលហ្នឹងក៏បានស្រែករោម៉ងការគាត់ក៏បាននិយាយថានាគឆ្អឹងហើយធីណាគាត់ក៏បាននិយាយថាត្រូវហើយឯងស្គាល់ដែរយុទ្ធសិលគឺធ្វើឲ្យវាមិនកើតនោះទេទោះអ្នកដែលប្រើប្រាស់យុទ្ធសិលខ្លាំងប៉ុណ្ណាក៏ដោយក៏មិនមែនជាដៃគូរបស់វាដែរម៉មនក៏បាននិយាយថាអូចឹងតើបានណាបេយកឈ្នះអត់បានត្រឹមត្រូវហើយម៉មនក៏បានសួរទៅកាន់ Clementina ថាចុះឯងមានផ្លូវណាដែលអាចចូលមកចិត្តយើងបានទេឬមួយក៏ចង់ឈរនៅឆ្ងាយនឹងរហូតអត់ដឹងដែរហ្នឹងបន្ទាប់មកគាត់ក៏បានដាក់រ៉ូបចេញពីខ្លួនគាត់ហើយបង្ហាញរឿងដ៏ស្វែរបស់គាត់រួចក៏ធ្វើ style ចំតិតគូរបស់គាត់ God damn ហើយគាត់ក៏បានហក់ទៅរក
មមនយើងទៅការវាយរបស់គាត់គឺកិច្ចបានហាមែនតែនមមនយើងគឺវាយចូលទេក៏ប៉ុន្តែគាត់វាយចូលទៅវិញគាត់ចាក់ទៅលើអាវក្រោះដែរក៏ប៉ុន្តែចាក់មិនចូលទេចឹងហើយគាត់ក៏ដកទៅវិញទៅហើយគាត់ក៏ថារឹងក្រនបើតែមិនអីទេចឹងមានន័យថាខ្ញុំត្រូវតែវាយកន្លែងណាដែលអត់មានអាវក្រោះហើយខ្ញុំគ្រាន់តែចង់កាត់ឯងម្ដងតិចរហូតដល់ឯងរើលេងរួចបន្ទាប់មកលេងជាមួយនឹងឯងបន្តិចហើយចាំសម្រាប់ឯងហ្មងទៅមនគាត់ក៏ថាចឹងមុននឹងឯងមកវាយអាវក្រោះយើងហ្នឹងគឺគ្រាន់តែចង់តេស្តមើលអាវក្រោះយើងហីចុះខ្ញុំពិតជារៀនពីឯងច្រើនមែនកុំនិយាយច្រើនត្រៀមតង់ទី2បន្ទាប់មកគាត់ក៏បានហក់ទៅម្ដងទៀតមកបានតបដើមមួយទៀតក៏ហក់មករកគាត់បន្ទាប់មកគាត់ក៏បានប្រើក្បាច់គុណដើម្បីកិច្ច skill ហ្នឹងក៏រកចូលលើកនេះមកគឺមើលអត់ទាន់ទេចឹងហើយគាត់ក៏អាចប្រើក្បាច់ចាក់ចូលក្នុងមុខគាត់បានបន្ទាប់មកគាត់ក៏បានដកទៅវិញហើយគាត់ក៏បាននិយាយថាឯងគួរតែឈប់ចង់ឲ្យយើងពិការខ្លួនហើយខំប្រឹងប្រយុទ្ធមើលបើសិនជាមិនខំប្រឹងទេឯងច្បាស់ជាស្លាប់ហើយមកក៏ថាអីយ៉ាខ្ញុំពិតជារៀនច្រើនពីការវាយគ្នាមួយនេះមែនតើទី1គឺក្បាច់គុណមានពិតចំណែកទី2ហ្នឹងគឺប្រើ skill ឲ្យបានល្អហើយឯងតែដឹងអីចុះឯងពិតជាអ្នកចម្បាំងដែលអត់បានការមួយមែនតែណែមិនបានចៃឲ្យមានឈឺចាប់អីបានតិចសោះចឹងមុនហ្នឹងយើងចាក់ចូលមុខណាអាហ្នឹងក្បាច់ការពារគេវិញហ្នឹងមកកាគាត់ថាខ្ញុំទៅតែដឹងថាខ្ញុំនៅត្រូវការរៀនជាច្រើនទៀតខ្ញុំពិតជាដឹងគុណពីឯងខ្លាំងមែនតើប៉ុន្តែពួកយើងគឺសល់ពេលវេលាតែបន្តិចទេគឺដល់ពេលដែលយើងឈប់លេងសើចហើយបន្ទាប់មកគាត់ក៏បានស្រែកទៅប្រាប់ឲ្យណាបេបង្ហាញប្រាប់គេឲ្យដឹងថាអធិពលណាសរិកវាយ៉ាងម៉េចធីណាក៏ថាចុំស្អីគេណាមនក៏បានតម្លាក់ដាវទាំងពីរចុះហើយប្រាប់ឲ្យធីណាហក់ចូលមកក៏រើទេក៏លេងមកមើលណាបេនិងខៃជីតវិញណាបេកំពុងតែហត់ក៏ដោយសារតែវាយគឺពិបាកវាយមែនតើខៃជីតក៏បាននិយាយថាបើសិនជាឯងសុំយើងចោះចាញ់យើងប្រហែលជាលើកលែងឯងបានណាបេក៏ថាអាមនុស្សថោកទាបឯងនេះកុំទាន់អាលបានចិត្តពេកខៃជីតគាត់ខឹងគាត់ក៏បានប្រើអ្នកទាំងពីរហ្នឹងចូលទៅវាយតែម្ដងទៅបន្ទាប់មកពីអ្នកគាត់ហ្នឹងក៏បានលឺម៉ងហ្គាចឹងប្រាប់ឲ្យណាបរ៉េលបង្ហាញអធិពលណាសរិកឲ្យគេមើលទៅទទួលបានលោកម្ចាស់បន្ទាប់មកណាបេក៏បាននិយាយទៅប្រាប់ខៃជីតថាគាត់នឹងលែងវាយជាមួយនឹងខៃជីតដោយជាណាបេទៀតហើយតែគាត់នឹងវាយជាមួយនឹងខៃជីតដោយជាណាបរ៉េលកាម៉ាជាអ្នកបម្រើចម្បាំងរបស់ណាសរិកគ្រាន់តែនិយាយចាប់អ្នកទាំងពីរនោះក៏ហក់ចូលមករកគាត់តែម្ដងរួចហើយណាបេក៏បាន teleport ចេញពីទីហ្នឹងចំណែកខៃជីតវិញគាត់កំពុងតែដោយសារតែគាត់គិតថាអ្នកទាំងពីរហ្នឹងបានសម្លាប់ណាបេយ៉ាងបាត់ហើយបន្ទាប់មកណាបេយើងក៏បានបង្ហាញខ្លួននៅលើអាកាសដោយគាត់ប្រើយុទ្ធសាស្ត្រហោះផងដែរបន្ទាប់មកខៃជីតក៏បានឃើញហើយគាត់ក៏ថាជុំនាងប្រើយុទ្ធសាស្ត្រហោះបានទៀតប៉ុន្តែមុននឹងនាងកិច្ចការវាយដោយរបៀបណាទៅតែទោះបីជានាងអាចប្រើយុទ្ធសាស្ត្រហោះបានតែមិនបានជានាងអត់ហោះរត់ចឹងតែនាងក៏ថានាងអាចយកឈ្នះសត្វដែលធន់ជាមួយនឹងយុទ្ធសាស្ត្របានមែនណាបេគាត់ក៏បាននិយាយថាវាមានផ្លូវច្រើនណាស់ដែលអាចយកឈ្នះបានតែជាដំបូងឯងយកភ្នែកមើលចុះសត្វមនុស្សយើងគឺជាអ្នកបម្រើស្មោះត្រង់ប្រចាំណាសរិកហើយក៏ជាអ្នកបម្រើរបស់បរោះកម្ពុជាផងដែរដែលគេហៅថាលោកម្ចាស់ Ain Solgon នេះគឺជា Nabarel Kama អ្នកបម្រើចម្បាំងយើងនឹងធ្វើជាដៃគូប្រកួតរបស់ឯងនៅលើកនេះខៃជីនបានបញ្ជាឲ្យអ្នកទាំងពីរហ្នឹងចូលទៅវាយតែគ្រាន់តែចូលទៅចិត្តហ្នឹង Nabarel គាត់ក៏បាន teleport មកខាងក្រោយនេះវិញហើយគាត់ក៏បានចាក់ខៃជីនមួយកំបិតគាត់ក៏ថាវាមិនឈឺខ្លាំងទេខៃជីនគាត់ក៏ថាយុទ្ធសាស្ត្រ teleport ចឹងឯងទុក teleport ដើម្បីមកសម្លាប់យើងណាបេរ៉េលគាត់ក៏ថាវាច្បាស់ជាមិនមែនហើយយើងគ្រាន់តែចង់បង្ហាញឲ្យឯងដឹងថាយើងអាចសម្លាប់ឯងដោយងាយស្រួលបែបហ្នឹងសត្វអ្នកទាំងពីររបស់ឯងហ្នឹងក៏ដូចគ្នាដែរខែជាតិក៏ថាឯងឈួតទេអីណាបេរ៉េលក៏ថាធ្វើឲ្យទៅបិទតែឯងគឺជាឆ្លើងក៏ប៉ុន្តែចម្លើយរបស់ឯងស្អីគេចឹងហេញ៉ាំស្មានតែឯងនៅមានច្រើនទៀតឥឡូវបញ្ចប់ការវាយមួយនឹងហ្មងទៅចឹងបើនៅតែបន្តយូរទៀតលោកម្ចាស់របស់ខ្ញុំគឺគាត់ច្បាស់ជាចាំយូរហើយបើឲ្យលោកម្ចាស់ចាំយូរចឹងតែខ្ញុំគឺជាអ្នកបម្រើបែបម៉េចឥឡូវបើបានឯងគិតថាសត្វរបស់ឯងហ្នឹងគ្មានយុទ្ធសាស្ត្រណាអាចបង្ក្រាបវាបានអញ្ចឹងចាំយើងមកបង្រៀនឯងក៏ប៉ុន្តែថ្លៃបង្រៀនហ្នឹងគឺជីវិតរបស់ឯងបន្ទាប់មកគាត់ក៏បានទះដៃទាញយកគ្រុនទះមកជាច្រើនកន្លែងហ្នឹងគឺលយខ្លាំងមែនទែនហើយខៃជីតគាត់ក៏បានសួរថាតើវាជាយុទ្ធសាស្ត្រអីគេក៏ប៉ុន្តែនេះឆ្អឹងរបស់យើងគឺធន់ជាមួយនឹងយុទ្ធសាស្ត្រណាបេរ៉េលគាត់ក៏ថាធន់មែននិយាយត្រង់ទៅសត្វនេះរបស់ឯងហ្នឹងគឺធន់ជាមួយនឹងយុទ្ធសាស្ត្រកម្រិតទី6ចុះទៅក្រោមបើនិយាយឯងយល់ណាបេរ៉េលកាម៉ាយើងគឺអាចប្រើយុទ្ធសាស្ត្រខ្ពស់ជាងនឹងទៀតចឹងសត្វនេះរបស់ឯងគឺមិនអាចធន់ជាមួយនឹងយុទ្ធសាស្ត្រយើងបានទេវាមិនអាចទេគ្មានមនុស្សណានៅក្នុងពិភពលោកនឹងអាចប្រើយុទ្ធសាស្ត្រកម្រិតទី7បាននោះទេយុទ្ធសាស្ត្រហ្នឹងគឺមានតែទេវតាទេដែលអាចប្រើបានហេតុអីផែនការរបស់ខ្ញុំខំចំណាយពេលអស់រយៈពេល5ឆ្នាំនឹងត្រូវបំផ្លាញដោយមនុស្សស្រីពាក់អាវអ្នកបម្រើហ្នឹងអីបន្ទាប់មកណាបេរ៉េលគាត់ក៏បានប្រើយុទ្ធសាស្ត្រទៅកាន់អ្នកទាំងពីរហ្នឹងបន្ទាប់មកគ្រាប់ចុងក្រោយគឺប្រើទៅលើខៃជីតហើយខៃជីតក៏បានខ្លាយទៅជាផេះទៅណាបេរ៉េលគាត់ក៏ថាទោះបីជាសត្វល្អិតនៅពេលដែលគេដុតទៅវាធំក្លិនឈ្ងុយជាងនឹងទៀតក៏លេងមកមើលម៉ងហ្គានិងធីណាវិញធីណាសួរទៅកាន់ម៉ងហ្គាថាតើឯងកំពុងតែធ្វើស្អីហ្នឹងយ៉ាងម៉េចចោះចាញ់ហ្នឹងមែនម៉ងហ្គាគាត់ក៏ថាតាំងពីខ្ញុំផ្ដល់បញ្ជាឲ្យណាបេរ៉េលហើយខ្ញុំគិតថានាងប្រហែលជារួចដៃដែរហើយ
ចឹងហើយខ្ញុំក៏គួរតែធ្វើឲ្យដែរហ្មងទៅហេសម្ដីលុយក្រាន់បើឯងហើយអត់ទាំងមានក្បាច់គុណនៅក្នុងខ្លួនផងតែឯងគិតថាឯងនឹងអាចផ្ដួលយើងបានមែនតែយើងយល់ស្របជាមួយនឹងឯងយើងគួរតែបញ្ចប់វាលឿនឡើងទៅបន្ទាប់មក Clementina ក៏បានសូនមន្តអាគមរួចហើយក៏បានហោះចូលទៅតែម្ដងហោះចូលបានពាក់កណ្ដាលគាត់ថាចុះម៉ានេះអត់កិច្ចមែនចូលទៅដល់គាត់ក៏បានចាក់ចូលទៅក្នុងមួករបស់Momongaយើងហើយដាក់រទះឆក់ផងកន្លោះដើរមកមួយទៀតចាក់ចូលដុតថែមទៀតផងឥឡូវតែញញឹមសប្បាយដៃMomongaក៏បានចាប់អោបគាត់Momongaគាត់ក៏ថាអាវុធបែបនេះគឺគ្មាននៅក្នុង Yggdrasil ទេបានដឹងចឹងគឺល្អហើយ Clementina ថាវាមិនដែលវាមិនអាចទេមិនបានជាឯងមិនងាប់Momongaគាត់ថាដល់ពេលដែលយើងប្រាប់ការពិតដល់ឯងអញ្ចឹងគាត់ក៏បានប្រែកាយទៅរូបរាងដើមរបស់គាត់អាខ្មោចឆ្អឹងអីនិយាយគឺត្រឹមត្រូវហើយចឹងយ៉ាងមិនដែរវាយជាមួយនឹងអ្នកជះយុទ្ធសិលជាមួយនឹងដាវកន្លែងហ្នឹងបើអ្នកនរគ្នាអត់ចាំខ្ញុំប្រាប់កាលភាព8ហ្នឹងគឺគាត់បាននិយាយថាគ្មានអ្នកដែលប្រើប្រាស់យុទ្ធសិលមួយណាដែលគាត់សម្លាប់មិនបានទេដល់តែពេលឥឡូវគឺគាត់វាយចាញ់អ្នកប្រើយុទ្ធសិលបន្ទាប់មក Clementina គាត់ក៏បានស្រែកគាត់ភ័យផងគាត់ខឹងផងម្យ៉ាងទៀតMomonយើងគឺគាត់បានច្បាច់ខ្លួនគាត់នឹងតែម្ដងបន្ទាប់មកគាត់ចង់យំបន្តិចចង់ស្រែកឲ្យគេជួយបន្តិចMomongaក៏ថាគាត់ចង់យកដាវមួយនេះសម្រាប់គាត់ដែរតែមិនបាច់ទេនាំតែខាតពេលទេគាត់ខំប្រឹងរើបំរាស់ដែរក៏ប៉ុន្តែរើយ៉ាងណាក៏នៅតែមិនរួចដែររហូតមកដល់ចុងក្រោយMomongaគាត់ក៏បានច្បាច់ងាប់ទៅDamn តួរបស់យើងកាចគ្រាន់បើខ្ញុំវិញមុននឹងច្បាច់ងាប់យ៉ាងហើយណាក៏បន្ទាប់មកMomongaគាត់ក៏ដើរចូលទៅក្នុងវិហារហ្នឹងចេះដល់នេះHamosukeគាត់ក៏បានមកដល់ហើយគាត់ក៏ស្រែកហៅលោកម្ចាស់ចាំផងដល់ពេលMomongaគាត់បែរមុខមករកHamosukeគាត់ថាមិនមែនលោកម្ចាស់ផងបិសាចរួចហើយNabeក៏បានហក់មកជាន់ក្បាលគាត់ថាកុំឆ្លើយដាក់លោកម្ចាស់Nabrelគាត់ក៏ប្រាប់ថាម្ចាស់បើទុកអាសត្វហ្នឹងគឺវាគ្មានតម្លៃនោះទេMomonគាត់ថាបានហើយជប់ទៅឈ្មោះរបស់គេហ្នឹងហើយគឺមានតម្លៃចឹងទុកវាសិនទៅអ្វីដែលសំខាន់ហ្នឹងគឺយើងប្រមូលអីវ៉ាណាដែលមានតម្លៃយកទៅទុកក្នុងណាស្រេកទៅតើអ្នកផ្សងព្រេងនឹងទៅហ៊ានផ្សេងទៀតគេមកតន់បន្ទាប់មកគាត់ក៏ចូលមករក Neperia ដែលនៅក្នុងហ្នឹងហើយចូលមកដល់ហ្នឹងNeperiaគឺគាត់បានខ្វាក់ភ្នែកបាត់ទៅហើយMomongaគាត់ក៏ថាគាត់អាចព្យាបាលភ្នែកខ្វាក់ហ្នឹងបានដោយប្រើយុទ្ធសិលក៏ប៉ុន្តែបើតាមតែមើលទៅខួរក្បាលរបស់គាត់ហ្នឹងគឺត្រូវបានគេបញ្ជាបាត់ទៅហើយខួរក្បាលPeraមិនMomongaណាហើយគាត់ក៏បានឆែកមកគាត់នឹងមើលហើយគាត់ក៏ដឹងថាមកពីមកគាត់មួយហ្នឹងផងដែរគឺជាមកគាត់មកពីYggdrasilគាត់ចង់យកPeraយើងនឹងចូលទៅណាសរិកដែរក៏ប៉ុន្តែគាត់បានទទួលការងារគឺមករំដោះNeperiaហ្នឹងហើយចឹងហើយគាត់អាចយកទៅបានទេរួចបន្ទាប់មកគាត់ក៏បាននាំNeperiaចេញមកក្រៅហើយHamosukeគាត់ក៏វល់Momongaថាលោកម្ចាស់ខ្ញុំនឹងតាមបម្រើលោកម្ចាស់រហូតហើយស្មោះត្រង់ជាមួយនឹងលោកចាំរហូតសូមយកខ្ញុំទៅតាមផងMomongaក៏ថាចឹងក៏បានហើយចឹងអត់អីទេតែយើងត្រឡប់ទៅវិញខ្សែរឿងក៏បានឆ្លេះត្រឹមប៉ុណ្្នឹងទៅអរគុណអ្នកនរគ្នាដែលរងចាំតាមដានទស្សនា